សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel អារ៉ៃសម្រាប់រឿងថ្ងៃនេះដែរខ្ញុំនឹងសង្ខេបរឿងមួយដែលជាប្រភេទរឿងគំនូរជីវចលផ្សងព្រេងដើម្បីឲ្យបងប្អូនបានស្ដាប់និងទស្សនាជាការកម្សាន្តដែលរឿងរបស់យើងមានចំណងជើងថា The Good Dinosaur ផលិតនៅក្នុងឆ្នាំ2015ហើយសាច់រឿងនិយាយអំពី dinosaur បុរាណមួយក្បាលដែលគាត់នឹងខ្លាចអ្វីៗគ្រប់យ៉ាងបន្ទាប់ពីជួបអបតវហេតុធ្វើឲ្យឪពុករបស់គាត់បាត់បង់ជីវិតហើយគាត់នឹងថែមទាំងវង្វេងចេញពីកសិដ្ឋានកន្លែងរស់នៅរបស់គាត់ថែមទៀតតែមកគាត់បានជួបជាមួយនឹងក្មេងប្រុសដែលជាមនុស្សព្រៃម្នាក់ពួកគេទាំងពីរក៏បានតស៊ូជាមួយគ្នាដើម្បីរកវិធីត្រឡប់មកផ្ទះវិញអញ្ចឹងបើចង់ដឹងដំណើរសាច់រឿងរបស់យើងល្អមើលយ៉ាងណានោះសូមតាមដាននិងទស្សនាជាមួយ admin ទាំងអស់គ្នារឿងចាប់ផ្ដើមកាលពីរាប់លានឆ្នាំមុនយើងឃើញមាន dinosaur ឈ្មោះមួយក្បាលមានឈ្មោះថា Henry និង dinosaur ញីមួយជាប្រពន្ធរបស់គាត់មានឈ្មោះថា Ida ពួកគេបានរស់នៅជាមួយគ្នានៅក្នុងកសិដ្ឋានមួយហើយពួកគេទាំងពីរត្រូវធ្វើស្រែចម្ការនិងដាំដំណាំដើម្បីរស់រានមានជីវិតថ្ងៃមួយ Henry កំពុងស្រោចទឹកដំណាំគាត់ទទួលបានដំណឹងល្អពីប្រពន្ធរបស់គាត់ Ida ដែលពួកគេទាំងពីរកំពុងរងចាំកូនៗរបស់ពួកគាត់ញាស់ចេញពីសុទ្ធពេលនោះយើងឃើញមានកូន dinosaur មួយបានញាស់ចេញមុនគេហើយវាគឺជាកូន dinosaur ញីដែលពួកគេបានដាក់ឈ្មោះថា Libby បន្ទាប់មកពងទី2ក៏បានញាស់ចេញមកជាកូន dinosaur ឈ្មោលដែលពួកគេបានដាក់ឈ្មោះវាថា Buck ហើយវារពឹសខ្លាំងណាស់នៅពេលដែលកើតមកព្រាមនឹងថែមទាំងបានខំយកដំបងនឹងមកវាយជើងឪពុករបស់គាត់ទៀតផងហើយធ្វើឲ្យឪពុកម្ដាយរបស់គាត់នឹងចាប់អារម្មណ៍នឹងកម្លាំងដ៏អស្ចារ្យរបស់វាដូចគ្នាហើយ Henry បានព្យាយាមបញ្ឈប់ Buck ពីការខំដំបងទៅវាយពងធំមួយដែលនៅចុងក្រោយគេបន្តិចក្រោយមកពងដ៏ធំនោះក៏បានញាស់ចេញមកជាកូន dinosaur តូចមួយហើយវាមានឈ្មោះថា Allo គឺជាកូន dinosaur មួយដែលមានកម្លាំងខ្សោយហើយខ្លាចច្រើនទៀតផងសូម្បីតែពេលញាស់ហ្នឹងក៏វាមិនហ៊ានចុះចេញពីពងដែរហើយកូន dinosaur ទាំង3ក៏បានចេញទៅខាងក្រៅដើម្បីរត់លេងជាមួយគ្នាហើយពួកគេទាំងអស់គ្នាក៏បានឃើញមានភ្នំទឹកកកនៅពីមុខផ្ទះរបស់ពួកគេផងដែរឪពុកម្ដាយរបស់ពួកគេបានបង្ហាញកូន dinosaur ពីកសិដ្ឋានរបស់គាត់ហើយនិយាយថាយើងនឹងត្រូវធ្វើនិងមើលថែកសិដ្ឋានជាមួយគ្នាច្រើនឆ្នាំកន្លងមកកូន dinosaur ទាំងអស់ក៏បានធំឡើងនិងបានជួយការងារឪពុកម្ដាយរបស់គេរៀងៗខ្លួនចំណែកឯ Allo ក៏បានធំដូចគ្នាប៉ុន្តែគាត់នៅតែមានភាពភ័យខ្លាចទន់ខ្សោយនិងល្ងងថែមទៀតនៅពេលដែលទៅដាក់ចំណីមាន់ហ្នឹងគឺគាត់នឹងខ្លាចសត្វមាន់ខ្លាំងណាស់រហូតដល់សត្វមាន់ហ្នឹងដេញច្រាស់គាត់ថែមទៀតហើយគាត់នឹងរត់ស្រែករម៉ែរអ៊ូឲ្យជួយទៀតផងនិយាយទៅadmin តែឃើញទេដែលសត្វ dinosaur ហ្នឹងគឺខ្លាចសត្វមាន់ពិតជាចម្លែកមែនទែនហើយវាបានរត់ទៅបកម្ដាយរបស់វាដែលកំពុងលីឈើដែលធ្វើឲ្យ Ida ហ្នឹងហួសចិត្តមែនទែនទន្ទឹមនឹងនោះយើងឃើញថា Buck និង Libby បានជួយការងារឪពុកម្ដាយរបស់គាត់បានយ៉ាងល្អហើយពួកគេក៏បានចំណាយពេលលេងសើចជាមួយគ្នាផងដែរចំណែកឯ Ida វិញបានដាក់ពូតមួយកន្ត្រកហើយប្រាប់ Allo ថាឲ្យទៅដាក់ចំណីមាន់ទៀតហើយវាក៏បានដើរឆ្ពោះទៅកាន់ទ្រុងមាន់ដោយស្ទាក់ស្ទើរហើយពេលដែលចូលទៅដល់ក្នុងទីធ្លាក្នុងទ្រុងមាន់ស្រាប់តែឃើញមានកូនមាន់មួយក្បាលដែលកំពុងជាប់ជាមួយវល្លិហើយ Allo បានព្យាយាមដោះលែងកូនមាន់នោះឲ្យរួចវិញប៉ុន្តែមានមេមាន់មួយក៏បានចេញមកនិងបានដេញច្រាស់ Allo ឲ្យរត់ផាសក្រញាំម្ដងទៀតឪពុករបស់ Allo បានវាត់កន្ទុយចាប់វាជាប់មុនពេលដែល Allo រត់ប៊ីនឹងធ្លាក់ចូលទឹកទន្លេហើយគាត់បាននិយាយដែរថាឲ្យ Allo នឹងត្រូវចេះប្រុងប្រយ័ត្នជាងនេះនៅពេលដែលឪពុករបស់គាត់សួរថាគាត់មានរឿងអ្វីកើតឡើង Allo បានតបថាមាន់នឹងវាដេញច្រាស់ហើយគាត់នឹងមិនចូលចិត្តសត្វមាន់ទេកុំឲ្យគាត់ទៅដាក់ចំណីមាន់ទៀតបន្តមកទៀត Henry បានចាក់បំពេញពោតនឹងចូលទៅក្នុងស៊ីឡូរបស់គាត់ហើយបានហៅគ្រួសាររបស់គាត់ទាំងអស់គ្នានឹងឲ្យមកជុំវិញវានិងប្រាប់ពួកគេថាគាត់ធ្វើស៊ីឡូនេះឡើងដើម្បីការពារសត្វផ្សេងៗមិនឲ្យវាចូលមកស៊ីអាហាររបស់ពួកគេបានទេបន្ទាប់ពី Henry និង Ida បានដាក់បាតជើងជាសញ្ញាសម្គាល់នៅលើស៊ីឡូហើយកូនៗរបស់ពួកគេក៏ចង់ធ្វើដូចគ្នាដែរប៉ុន្តែ Henry បញ្យល់ថាវាមិនសាមញ្ញនោះទេហើយពួកគេត្រូវតែរកសញ្ញាសម្គាល់នេះដោយខ្លួនឯងដោយធ្វើអ្វីមួយដែលសំខាន់ឬអ្វីមួយដែលធំជាងខ្លួនរបស់ពួកគេបន្តិចម្ដងក្រោយមកយើងឃើញថា Buck បានជួយធ្វើការងារបានយ៉ាងល្អនៅជុំវិញកសិដ្ឋានរបស់ពួកគេដែល Buck កាន់តែធំឡើងហើយឪពុកម្ដាយរបស់គាត់មានមោទនភាពចំពោះគាត់ផងដែរខណៈដែល Allo នៅតែត្រូវដាក់ចំណីមាន់ហើយមាន់ហ្នឹងក៏នៅតែដេញច្រាស់គាត់ដដែលបន្ទាប់មក Buck ខ្លាចជាកូនទី1ដែលបានដាក់សញ្ញាសម្គាល់របស់គាត់នៅលើស៊ីឡូអ្នកបន្ទាប់គឺជា Libby ដែលបានដាក់សញ្ញាសម្គាល់របស់នាងផងដែរដោយការខិតខំប្រឹងប្រែងភ្ជួរស្រែ
ចំការរបស់ពួកគេអាឡូបានឃើញសញ្ញាសម្គាល់របស់សមាជិកគ្រួសាររបស់គាត់ទាំងអស់នៅលើស៊ីឡូដូច្នេះគាត់ត្រូវខិតខំប្រឹងប្រែងដើម្បីរកសញ្ញាសម្គាល់របស់ខ្លួនហើយគាត់បានដើរចូលទៅក្នុងទ្រុងមាន់ដោយភាពក្លាហានដើម្បីដាក់ចំណីមាន់នៅពេលដែលចូលទៅដល់គាត់ឃើញបាក់ដេកនៅទីនោះដោយក្នុងស្ថានភាពមិនល្អហើយបាក់បានប្រាប់អាឡូថាគាត់ត្រូវបានវាយប្រហារដោយសត្វមាន់ធំហើយប្រាប់អាឡូឲ្យទៅប្រាំម្ដាយរបស់គាត់ថាគាត់នឹងពិតជាស្រឡាញ់នាងខ្លាំងណាស់ហើយបាក់ក៏បានធ្វើពោលជាស្លាប់ភ្លាមៗនោះបាក់បានយកកន្ទុយរបស់គាត់ដែលបានតែងធ្វើជាសត្វមាន់នោះមកបន្លាចអាឡូហើយដែលធ្វើឲ្យអាឡូនឹងគឺភ័យស្លន់ស្លោជាខ្លាំងអាឡូខឹងនឹងបងប្រុសរបស់គាត់ដែលបានលេងសើចជាមួយគាត់បែបនេះហើយព្យាយាមរុញបាក់ប៉ុន្តែមើលទៅនឹងគាត់ដូចជាគ្មានកម្លាំងសោះអាឡូស្ដីបន្ទោបាក់ប៉ុន្តែបាក់ស្ដីបន្ទោអាឡូវិញថាគាត់នឹងគ្មានប្រយោជន៍នឹងធ្វើឲ្យពិបាកដល់អ្នកដទៃទៀតផងហើយគ្រួសាររបស់ពួកគេបានជុំគ្នានៅស៊ីឡូអៃដាបានប្រាប់អាឡូថាគាត់ធ្វើវាបានហើយឲ្យអាឡូដាក់សញ្ញាសម្គាល់របស់គាត់នៅលើស៊ីឡូចុះប៉ុន្តែអាឡូតបថាគាត់មិនខកពីវាទៀតនោះទេនឹងបានដើរចេញទៅយប់មួយ Henry បានដាក់អាឡូនៅពាក់កណ្ដាលយប់ហើយប្រាប់អាឡូឲ្យដើរតាមគាត់អាឡូបានឆ្លើយយល់ព្រមទាំងស្ទាក់ស្ទើរប៉ុន្តែគាត់នៅតែដើរតាមឪពុករបស់គាត់ទៅខាងក្រៅឪពុករបស់អាឡូបានប្រាប់ឲ្យគាត់ដើរចូលទៅក្នុងវាលស្រែហើយអាឡូចាប់ផ្ដើមដើរដោយប្រុងប្រយ័ត្នមិនយូរប៉ុន្មានមានសត្វល្អិតមួយក្បាលបានធ្លាក់មកលើច្រមុះរបស់អាឡូដែលធ្វើឲ្យគាត់ភ័យខ្លាចជាខ្លាំងប៉ុន្តែឪពុករបស់គាត់បានផ្លុំសត្វនោះចេញឲ្យស្ងៀមស្ងាត់ហើយ Henry បានប្រាប់កូនរបស់គាត់ថាវាគ្រាន់តែជាសត្វអំពើអំពែកតែប៉ុណ្ណោះហើយគាត់ព្យាយាមបញ្យល់អាឡូទៀតថាអ្វីដែលស្រស់ស្អាតបំផុតក្នុងជីវិតគឺនៅម្ខាងទៀតនៃភាពភ័យខ្លាចហើយពួកគេទាំងពីរចាប់ផ្ដើមរត់កាត់វាលស្រែនិងមានសត្វអំពើអំពែកជាច្រើនបានហោះឡើងមកដែលយើងមើលទៅនោះពិតជាស្រស់ស្អាតខ្លាំងណាស់បន្ទាប់ពីពួកគេរត់លេងរួច Henry បានប្រាប់អាឡូថាគាត់ត្រូវចេះរកគំនិតអំពីរបៀបដែលគាត់អាចរកសញ្ញាសម្គាល់របស់ខ្លួនគាត់បានប្រសិនបើគាត់នៅតែចង់បានវានៅព្រឹកបន្ទាប់ឪពុករបស់គាត់បានផ្ដល់ភារកិច្ចមួយដល់អាឡូដែលជួយឲ្យគាត់រកសញ្ញាសម្គាល់របស់គាត់បានហើយនោះគឺជាការចាប់សត្វដែលបានលួចស៊ីអាហាររបស់ពួកគេនៅលើស៊ីឡូបន្ទាប់ពីពួកគេរៀបចំអន្ទាក់រួចឪពុករបស់គាត់បញ្យល់ថាអាឡូត្រូវរងចាំឲ្យសត្វនោះជាប់អន្ទាក់សិនហើយត្រូវវាយវាដោយដំបងឈើអាឡូបានតាំងខ្លួនជាអ្នកក្លាហានហើយគាត់នឹងមិនអោយអ្វីមួយរត់កាត់ពីក្រសែភ្នែករបស់គាត់បាននោះទេប៉ុន្តែភាពក្លាហានរបស់គាត់ត្រូវបានរលាយអស់នៅពេលដែលមានអ្វីមួយជាប់អន្ទាក់របស់គាត់នៅពេលដែលអាឡូដើរទៅមើលវាមិនមែនជាសត្វល្អិតនោះទេប៉ុន្តែវាជាក្មេងប្រុសព្រៃទៅវិញហើយធ្វើឲ្យអាឡូភ័យខ្លាចជាខ្លាំងព្រោះក្មេងប្រុសព្រៃម្នាក់នោះព្យាយាមរើបំរាស់ចេញពីអន្ទាក់និងមើលទៅនឹងដូចជាកាយសាហាវណាស់ដោយសារតែរើបំរាស់ខ្លាំងពេកធ្វើឲ្យក្មេងប្រុសម្នាក់នោះអស់កម្លាំងនិងបានដួលទៅលើដីទៅអាឡូដើរទៅរកក្មេងប្រុសម្នាក់នោះដោយខាំដុំឈើមួយបំរុងចង់វាយសម្លាប់វាហើយប៉ុន្តែគាត់មិនមានភាពក្លាហានក្នុងការធ្វើវានោះទេហើយគាត់បានដោះលែងក្មេងប្រុសនោះទៅវិញអាឡូព្យាយាមប្រាប់ក្មេងប្រុសនោះឲ្យរត់គេចទៅប៉ុន្តែក្មេងប្រុសម្នាក់នោះបានដើរមករកអាឡូហើយហិតគាត់រហូតដល់អាឡូនឹងភ័យខ្លាចជាខ្លាំងក៏បានស្រែកឡើងខ្លាំងធ្វើឲ្យឮសំឡេងដល់ឪពុករបស់គាត់ពេលដែល Henry មកដល់ក្មេងប្រុសព្រៃម្នាក់នោះក៏បានរត់ទៅបាត់ដែលធ្វើឲ្យគាត់នឹងខកចិត្តយ៉ាងខ្លាំងចំពោះអាឡូហើយគាត់ប្រាប់អាឡូឲ្យត្រូវចេះរឹងមាំបើមិនដូច្នោះទេគាត់នឹងមិនអាចរស់រានមានជីវិតបានទេហើយគាត់ប្រាប់អាឡូឲ្យដេញតាមក្មេងប្រុសព្រៃម្នាក់នោះដើម្បីបញ្ចប់ការងាររបស់គាត់អាឡូភ័យខ្លាចក្នុងការចាក់ចែងពីព្រំដែននៃកសិដ្ឋានរបស់គាត់ប៉ុន្តែឪពុករបស់គាត់នៅតែបង្ខំឲ្យទៅដើម្បីតាមរកក្មេងប្រុសម្នាក់នោះពេលដើរតាមដងទន្លេអាឡូព្រួយបារម្ភជាខ្លាំងថាពួកគេនឹងអាចវង្វេងផ្លូវប៉ុន្តែ Henry និយាយថាពួកគេនឹងមិនវង្វេងផ្លូវនោះទេប្រសិនបើយើងដើរតាមដងទន្លេនេះរហូតពេលពួកគេកំពុងដើរនោះមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងនិងមានផ្គររន្ទះយ៉ាងខ្លាំងផងដែរអាឡូបានឃើញភ្នែកបន្ទោហើយធ្វើឲ្យគាត់ភ័យខ្លាចក៏បានចំពប់ជើងដួលនៅលើថ្មនិងធ្វើឲ្យជើងរបស់គាត់ឈឺជាខ្លាំងពេលដែល Henry ឃើញកូនរបស់គាត់បែបនោះក៏បានព្យាយាមនិយាយលើកទឹកចិត្តដើម្បីឲ្យអាឡូរឹងមាំប៉ុន្តែគាត់ដឹងថាគាត់មិនអាចបង្ខំកូនរបស់គាត់ខ្លាំងពេកនោះទេបន្ទាប់មកគាត់បានលើកអាឡូឡើងនិងបាននិយាយថាពួកគេគួរតែត្រឡប់ទៅផ្ទះវិញនៅពេលដែលភ្លៀងធ្លាក់ខ្លាំងពេកបណ្ដាឲ្យទឹកទន្លេនឹងឡើងយ៉ាងលឿននិងបង្កជាទឹកជំនន់ហូរមកយ៉ាងខ្លាំងផងដែរហើយពួកគេទាំងពីរកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដូចគ្នា Henry បានលើកអាឡូបោះឡើងទៅលើថ្មខ្ពស់ដើម្បីជួយសង្គ្រោះកូនរបស់គាត់មុនហើយគាត់ព្យាយាមឡើងតាមក្រោយប៉ុន្តែត្រូវបានរអិលជើងធ្លាក់មកក្រោមវិញគាត់បានសម្លឹងមើលមុខអាឡូជាលើកចុងក្រោយស្របពេលដែលទឹកហូរបោកបក់មកយ៉ាងខ្លាំងនិងបាននាំយក Henry ទៅជាមួយហើយធ្វើឲ្យគាត់បាត់បង់ជីវិតក្នុងពេលនោះទៅដែលធ្វើឲ្យអាឡូរបស់យើងពិតជាសោកស្ដាយខ្លាំងមែនទែន
ក្រោយពេលដែលឪពុករបស់គាត់បានស្លាប់ទៅអាឡូនិងក្រុមគ្រួសាររបស់គាត់ត្រូវខិតខំប្រឹងប្រែងធ្វើការខ្លាំងជាងមុនក្នុងការប្រមូលផលដើម្បីរក្សាទុកមុនពេលដែលរដូវរងាមកដល់អាឡូបានលីពោតមួយបាច់ដើម្បីទៅដាក់នៅក្នុងស៊ីឡូប៉ុន្តែពេលមកដល់គាត់មានអារម្មណ៍ថាមានអ្វីមួយនៅក្នុងនោះហើយកំពុងស៊ីអាហាររបស់គាត់ពេលដែលអាឡូអាចទៅមើលគាត់ឃើញក្មេងប្រុសព្រៃម្នាក់នោះកំពុងស៊ីពោតភ្លាមៗនោះធ្វើឲ្យអាឡូខឹងជាខ្លាំងនិងបានស្ដីបន្ទោសឲ្យក្មេងប្រុសនោះដែលធ្វើឲ្យឪពុករបស់គាត់បាត់បង់ជីវិតអាឡូព្យាយាមចាប់ក្មេងប្រុសនោះប៉ុន្តែវាបានរត់គេចនិងបានប្រតែប្រតបគ្នាជាមួយអាឡូរហូតដល់ពួកគេទាំងពីរបានធ្លាក់ចូលក្នុងទន្លេហើយត្រូវបានទឹកហូរនាំទៅក្រោយមកអាឡូបានដឹងខ្លួននៅច្រាំងទន្លេហើយគាត់ឃើញខ្លួនឯងនៅកន្លែងដែលមិនស្គាល់ដែលធ្វើឲ្យគាត់មានអារម្មណ៍ភ័យខ្លាចជាខ្លាំងពេលនោះគាត់ឃើញច្រាំងថ្មចោតមួយហើយគាត់ព្យាយាមឡើងទៅលើប៉ុន្តែគាត់មិនអាចឡើងរួចនោះទេហើយក៏បានធ្លាក់ចុះមកវិញប៉ុន្តែពេលនោះគាត់បានឃើញក្មេងប្រុសព្រៃម្នាក់នោះម្ដងទៀតធ្វើឲ្យគាត់មានកូនចិត្តខឹងហើយនិយាយថាគាត់ត្រូវតែចាប់វាឲ្យបានអាឡូបានព្យាយាមឡើងម្ដងទៀតហើយគាត់ក៏អាចឡើងមកដល់មាត់នៃច្រាំងថ្មនោះនឹងត្រូវក្មេងប្រុសព្រៃម្នាក់នោះបានផាយដីដាក់មុខរបស់គាត់ទៀតផងហើយវាក៏បានរត់គេចទៅបាត់នៅពេលដែលអាឡូឡើងមកដល់ខាងលើគាត់ព្យាយាមដើរជុំវិញកន្លែងនោះដើម្បីរកផ្លូវត្រឡប់ទៅផ្ទះវិញប៉ុន្តែធ្វើឲ្យគាត់អស់សង្ឃឹមយ៉ាងខ្លាំងព្រោះថាគាត់បានវង្វេងផ្លូវនៅទីនោះទៅហើយភ្លាមៗនោះគាត់បានដើរជាន់ផ្លែបឺរីក្រហមមួយហើយគាត់ដឹងថាអាចស៊ីវាបានបន្ទាប់មកគាត់ឃើញផ្លែបឺរីជាច្រើននៅលើដើមប៉ុន្តែដើមរបស់វាខ្ពស់ពេកនឹងធ្វើឲ្យគាត់ពិបាកក្នុងការបេះវាស៊ីនៅពេលដែលអាឡូព្យាយាមឈោងខាំផ្លែបឺរីនោះក៏ធ្វើឲ្យថ្មដែលគាត់បានដាក់ឡើងនោះរអិលចុះមកខាងក្រោមហើយធ្វើឲ្យអាឡូក៏រមៀលចុះមកតាមបណ្ដាឲ្យជើងរបស់គាត់គៀបជាប់នៅខាងក្រោមថ្មគាត់ព្យាយាមរើបំរាស់ប៉ុន្តែនៅតែមិនអាចងើបរួចចេញពីថ្មនោះពេលយប់ឡើងធ្វើឲ្យអាឡូភ័យខ្លាចហើយមិនដឹងថាគាត់នឹងអាចងើបចេញពីថ្មនោះបានដែរឬទេនៅពេលព្រឹកឡើងអាឡូបានភ្ញាក់ពីដេកនិងធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថាជើងរបស់គាត់អាចដកចេញពីថ្មនោះបានអាឡូបានឃើញរូងមួយត្រូវបានជីកឡើងនិងកត់សម្គាល់ថាមានដានជើងតូចៗរបស់មនុស្សនៅទីនោះអាឡូបានបន្តដើរទៅមុខប៉ុន្តែគាត់មិនដឹងថាត្រូវដើរទៅផ្លូវណានោះទេបន្តិចក្រោយមកមេឃក៏ចាប់ផ្ដើមភ្លៀងហើយគាត់ព្យាយាមយកមែកឈើដើម្បីសង់ជាជំរកបណ្ដោះអាសន្នអាឡូគ្មានជំរឿនអ្វីក្រៅពីនេះឡើយហើយគាត់ក៏មិនដឹងថាទៅស្នាក់នៅឯណាដែរក្នុងពេលនោះអាឡូឮសំឡេងអ្វីមួយកំពុងរត់នៅក្នុងគុម្ពព្រៃដែលធ្វើឲ្យគាត់មានអារម្មណ៍ថាភ័យខ្លាចហើយនោះគឺជាក្មេងប្រុសព្រៃម្នាក់នោះប៉ុន្តែអេដមីនសុំហៅគាត់ថាស្ពតទេចោដោយសារតែក្នុងរឿងនេះគេអត់ទាន់ប្រាប់យើងទេអញ្ចឹងទៅអេដមីនសុំហៅឈ្មោះគាត់ឲ្យហើយដើម្បីឲ្យអ្នកទាំងអស់គ្នាស្រួលស្ដាប់ហើយនោះគឺជាស្ពតដែលបានចេញមកនិងកំពុងដេញចាប់សត្វបង្កួយហើយបានពំវាមកដាក់នៅមុខអាឡូបន្ទាប់មកស្ពតក៏បានពំសត្វកញ្ចែធំមួយទៀតមកដាក់ដូចគ្នាប្រហែលជាគាត់គិតថាអាឡូហ្នឹងគឺជាដាយណូស័រអញ្ចឹងគឺត្រូវតែស៊ីសត្វទាំងអស់នេះហើយប៉ុន្តែអាឡូបានឆ្កឹះចេញតែគាត់មិនស៊ីសត្វទាំងនោះឡើយបន្ទាប់មកស្ពតក៏បានពំផ្លែឈើបឺរីមួយចំនួនយកមកដាក់ហើយអាឡូក៏បានស៊ីវាដោយរីករាយផងដែរពួកគេទាំងពីរចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកប៉ុន្តែអាឡូនៅតែគិតអំពីការស្លាប់ឪពុករបស់គាត់ព្រោះឲ្យគាត់មានអារម្មណ៍មិនល្អចំពោះស្ពតដដែលក្រោយមកស្ពតធ្វើសញ្ញាដើម្បីទៅបេះផ្លែបឺរីបន្ថែមហើយអាឡូក៏បានដើរតាមពីក្រោយស្ពតពួកគេទាំងពីរបានដើរតាមចំហៀងភ្នំដែលមានថ្មចោតពេលទៅដល់ផ្លូវដែលមានចន្លោះស្ពតក៏បានខំជើងអាឡូហើយអាឡូក៏បានភ្ញាក់ធ្វើឲ្យគាត់ដួលនិងបានខាំជ្រុងនៃថ្មម្ខាងទៀតដែលបង្កើតបានជាស្ពានហើយស្ពតបានដើរឆ្លងពីលើអាឡូបន្ទាប់មកអាឡូក៏បានព្យាយាមខាំថ្មនោះដើម្បីលើកខ្លួនរបស់គាត់ឡើងមកលើវិញបន្តិចក្រោយមកស្ពតក៏បាននាំអាឡូទៅដល់ដើមដែលមានផ្លែបឺរីជាច្រើនហើយធ្វើឲ្យគាត់រីករាយជាខ្លាំងនិងបានដើរទៅបេះស៊ីផ្លែបឺរីនោះពេលដែលអាឡូខាំទាញមែកផ្លែបឺរីនោះក៏មានពស់មួយក្បាលបានធ្លាក់មកលើច្រមុះរបស់គាត់ហើយអាឡូភ័យខ្លាចខ្លាំងពេកក៏បានធ្លាក់ចុះពីលើថ្មចោតនោះហើយពស់នោះក៏បានធ្លាក់មកជាមួយក៏ដែរដែលពស់នោះមានឈ្មោះថា Tetrapodophish គឺជាសត្វពស់ដែលមានជើង4ហើយសត្វពស់នេះក៏វាមានពិតដែរអ្នកទាំងអស់គ្នាអាចស្រាវជ្រាវបានមកដល់ខាងក្រោមពស់នោះក៏បានវាមកជិតអាឡូហើយធ្វើឲ្យគាត់ភ័យខ្លាចជាខ្លាំងពេលនោះស្ពតក៏បានលោតមកចំពីមុខសត្វពស់នោះនិងបានលោតខំវាប្រហារជាមួយវានិងបានលោតជុលសត្វពស់នោះឲ្យវាខ្លាចហើយវាក៏បានវាចេញទៅបាត់ទៅភ្លាមៗនោះស្រាប់តែមានសត្វ Styracosaurus មួយក្បាលបានចេញពីក្នុងព្រៃហើយនិយាយថាគាត់ត្រូវការស្ពតដើម្បីជួយការពារគាត់និងមិត្តភ័ក្តិរបស់គាត់ហើយអាឡូក៏បានយល់ព្រមនិងបានដាក់លក្ខខណ្ឌមួយសម្រាប់ពួកគេទាំងពីរប្រសិនបើនរណាម្នាក់អាចទាយឈ្មោះរបស់ស្ពតត្រូវម្នាក់នោះនឹងក្លាយជាម្ចាស់របស់ស្ពតដោយ admin សូមបញ្ជាក់កន្លែងនេះថាសូម្បីតែអាឡូហ្នឹងក៏អត់ទាន់ស្គាល់ឈ្មោះរបស់ស្ពតដែរ
ហើយពួកគេក៏ចាប់ផ្ដើមហៅឈ្មោះរបស់ sport ហ្នឹងព្រាវពេញហ្នឹងទៅដែលមានឈ្មោះមករាកុម្ភៈអីចឹងទៅមានឈ្មោះអាល្មីអាឡុងអីចឹងទៅឈ្មោះហ្នឹងអត់មានអ្នកហៅទេក្នុងរឿងគេមិនហៅចឹងទេនៅពេលដែលអាឡូហៅឈ្មោះចំរបស់ sport វាក៏បានដើរមកចិត្តគាត់ដែលមានន័យថាអាឡូនឹងត្រូវបាន sport ដើម្បីនៅជាមួយគាត់ក្រោយមកទៀតអាឡូនិង sport ក៏បានបន្តដំណើររបស់ពួកគេដើម្បីស្វែងរកផ្លូវត្រឡប់ទៅផ្ទះវិញហើយ sport បានឈប់នៅមួយកន្លែងព្រោះគាត់បានរកឃើញសត្វមូមួយក្បាលនិងបានដេញវាឲ្យរត់ចូលទៅក្នុងរន្ធបាត់ទៅហើយនៅទីនោះមានរន្ធសត្វមូជាច្រើន sport បានផ្លុំចូលទៅក្នុងរន្ធហើយសត្វមូ3ក្បាលបានចេញមកដែលធ្វើឲ្យពួកគេទាំងពីរនាក់សើចសប្បាយផងដែរអាឡូព្យាយាមផ្លុំតាម sport ដែរតែសត្វដែលចេញមកមិនដូច sport ឡើយបន្ទាប់មកអាឡូផ្លុំខ្យល់យ៉ាងខ្លាំងចូលក្នុងរន្ធដែលធ្វើឲ្យសត្វមូជាច្រើនបានហោះចេញមកខាងក្រៅហើយសត្វមូទាំងនោះបានវាឡើងជើងរបស់អាឡូធ្វើឲ្យគាត់ភ័យខ្លាចយ៉ាងខ្លាំងនិងបានរត់ចេញទៅតែភ្លាមនោះមានសត្វមូមួយក្បាលបានចេញពីក្នុងរន្ធហើយខំជើងរបស់អាឡូធ្វើឲ្យគាត់ភ្ញាក់និងបានធ្លាក់ចូលទៅក្នុងស្រះទឹកហើយ sport ក៏បានហក់ចុះដើម្បីហាលទឹកលេងជាមួយអាឡូផងដែរពេលពួកគេឡើងមកលើគោកវិញអាឡូបានឃើញខ្លួនរបស់គាត់ហ្នឹងគឺសុទ្ធតែឆ្លើងកំពុងទៀមហើយធ្វើឲ្យគាត់ភ័យនិងបានស្រែករត់ចូលទៅក្នុងព្រៃទៅក្រោយមកពួកគេទាំងពីរនាក់ក៏បានស៊ីផ្លែឈើជាមួយគ្នាភ្លាមនោះពួកគេទាំងពីរក៏ចាប់ផ្ដើមសើចព្រោះថាផ្លែឈើដែលពួកគេស៊ីនោះមានសារធាតុមួយយ៉ាងដែលធ្វើឲ្យពួកគេវង្វេងស្មារតីនិងស្រមើស្រមៃសប្បាយរីករាយដែលយើងឃើញនៅក្នុងពេលនោះ sport បានមើលទៅអាឡូនិងមានឃើញចេញភ្នែកចេញមកយ៉ាងច្រើនហើយអាឡូហ្នឹងក៏បានមើលទៅ sport វិញឃើញក្បាលរបស់ sport ធំនិងបានដុសជើង dinosaur ចេញមកទៀតនិយាយទៅហ្នឹងពិតជាតំណងខ្លាំងមែនតើអាផ្លែឈើគេហ្នឹងពេលអធិពលនៃផ្លែឈើនោះអស់ទៅពួកគេទាំងពីរនាក់ក៏ត្រឡប់មកសភាពដើមវិញនិងបានបន្តដំណើររបស់ពួកគេទៅមុខទៀតយប់មួយអាឡូបានឃើញវាស្រែហើយបានដើរចូលទៅនិងបានបង្ហាញ sport ពីភាពស្រស់ស្អាតនៃពន្លឺភ្លើងរបស់សត្វអំពើអំពែកដោយដែលពុករបស់គាត់ធ្លាប់បានបង្ហាញក៏ដែរក្រោយមកអាឡូបានយកមែកឈើតូចៗមួយចំនួនដើម្បីតម្រៀបនិងព្យាយាមបញ្យល់ថាគ្រួសារគឺជាអ្វីដោយបង្ហាញវាទៅកាន់ sport ហើយថានោះគឺជាសមាជិកគ្រួសាររបស់គាត់ sport យល់ពីការបង្ហាញរបស់អាឡូហើយគាត់ក៏បានយកឈើតូចៗមួយចំនួនដែរដើម្បីបង្ហាញពីសមាជិកគ្រួសាររបស់គាត់ដែលមានឪពុកនិងម្ដាយរបស់គាត់ទៅកាន់អាឡូវិញប៉ុន្តែ sport បានវាសមែកឈើពីរចេញដែលតំណាងឪពុកម្ដាយរបស់គាត់ដែលបានស្លាប់ទៅហើយបន្ទាប់មកអាឡូក៏បានធ្វើរឿងដូចគ្នានេះដែរដែលបានវាសមែកឈើមួយចេញដែលតំណាងឲ្យឪពុករបស់គាត់ហើយពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមសោកសៅនិងមានអារម្មណ៍ក្រៀមក្រំយ៉ាងខ្លាំងពេលព្រឹកឡើងអាឡូឃើញ sport កំពុងយល់សុបិនអាក្រក់ហើយក្រោយមកមេឃក៏ចាប់ផ្ដើមមានខ្យល់ព្យុះយ៉ាងខ្លាំងពេលអាឡូឃើញផ្នែកបន្ទោនិងឮសំឡេងផ្គររន្ទះអាឡូបានចងចាំព្រឹត្តិការណ៍ដ៏រន្ធត់នោះនៅពេលដែលគាត់បាត់បង់ឪពុករបស់គាត់ដោយសារតែមានអារម្មណ៍ភ័យខ្លាចខ្លាំងពេកអាឡូក៏បានរត់ទៅរកកន្លែងលាក់ខ្លួនស្អែកឡើងនៅពេលដែលអាឡូភ្ញាក់ពីដេកឃើញទិដ្ឋភាពព្រៃឈើជាច្រើនទៅបានបំភ្លេចបំផ្លាញដោយសារខ្យល់ព្យុះភ្លាមនោះអាឡូបានឃើញក្រុមសត្វ Dinosaur Pterodactyl កំពុងហោះពីលើគាត់ហើយគាត់ក៏បានស្រែកសុំជំនួយពីពួកគេហើយមេដឹកនាំរបស់ពួកគេម្នាក់មានឈ្មោះថា Santa Club បានប្រាប់អាឡូថាពួកគេជាអ្នកជួយសង្គ្រោះកំពុងរកមើលអ្នករស់រានមានជីវិតហើយបន្ទាប់មកគាត់បានបញ្ជាឲ្យកូនចៅរបស់គាត់ទាំងពីររកមើលជុំវិញនោះបន្ថែមទៀត Dinosaur មួយបានហោះរកឃើញសត្វមួយក្បាលដែលកំពុងជាប់នៅក្រោមដើមឈើបន្ទាប់មកគាត់បានសុំជំនួយពីអាឡូដើម្បីយកវាចេញបន្តិចក្រោយមកអាឡូបានប្រើកន្ទុយរបស់គាត់ដើម្បីវាយបំបាក់ឈើនោះហើយពួកគេក៏អាចជួយសង្គ្រោះសត្វមួយក្បាលនោះបានប៉ុន្តែមេដឹកនាំសត្វ Pterodactyl ក៏បានស៊ីកូនសត្វនោះតែម្ដងធ្វើឲ្យអាឡូនិង Spot ភ័យខ្លាចជាខ្លាំងនិងបានព្យាយាមរត់គេចពីពួកគេប៉ុន្តែសត្វដែលជាមេដឹកនាំនោះបានហោះមកចំមុខអាឡូនិងបានហិតខ្លួនរបស់គាត់ហើយធំក្លិនរបស់ Spot និងបានសួររក Spot ថានៅឯណាប៉ុន្តែអាឡូព្យាយាមបោកបញ្ឆោតពួកគេតែមេដឹកនាំសត្វនោះក៏បានរកឃើញ Spot ហើយព្យាយាមវាយប្រហារ Spot ធ្វើជាចំណី Spot ក៏បានហក់ឡើងលើខ្នងរបស់អាឡូហើយគាត់ក៏បានព្យាយាមរត់គេចដើម្បីសង្គ្រោះ Spot ប៉ុន្តែពួកគេបានរត់ទៅជួបជាមួយនឹងសត្វ Tyrannosaur ធំពីរក្បាលហើយ Dinosaur ធំពីរក្បាលនោះបានរត់សម្ដៅមកអាឡូនិង Spot ហើយបានស្រែកក្រហមខ្លាំងដាក់ក្រុមសត្វ Pterodactyl និងខាំពួកវាឲ្យរត់អស់ទៅ Dinosaur ធំពីរក្បាលនោះមិនបានធ្វើបាបអ្នកទាំងពីរឡើយ Dinosaur មួយមានឈ្មោះថាណាស់ហើយមួយទៀតមានឈ្មោះថា Ramsey ដែលពួកគេគឺជាបងប្អូននឹងគ្នាហើយពួកគេទាំងពីរបានជួយសង្គ្រោះនិងរុះរាយរាក់ទាក់ចំពោះអាឡូថែមទៀតព្រាមនោះមាន Dinosaur ដ៏ធំមួយក្បាលទៀតបានចេញមកហើយនោះគឺជាឪពុករបស់ពួកគេទាំងពីរដែលមានឈ្មោះថាបុតហើយគាត់និយាយថាពួកគេមិនអាចជួយអាឡូបានទៀតនោះទេព្រោះពួកគេមានភារកិច្ចដើម្បីតាមស្វែងរកហ្វូងសត្វឡុងហនហ្នឹងគឺដូចស្រដៀងនឹងសត្វគោព្រៃដែរអញ្ចឹងខ្ញុំសូមហៅសត្វគោព្រៃទៅចោះដើម្បីឲ្យអ្នកទាំង
គ្នាស្រួលស្ដាប់ហើយអាឡូនិយាយថាគាត់អាចជួយពួកគេក្នុងការតាមស្វែងរកហ្វូងសែតទាំងនោះបានព្រោះ Spot អាចហិតក្លិនអ្វីៗដឹងបានទាំងអស់ហើយ Bot បានឲ្យអ្វីម្យ៉ាងដែលជាក្លិនសត្វគោព្រៃនោះទៅឲ្យ Spot ហិតបន្ទាប់មក Spot ក៏បានព្យាយាមតាមស្វែងរកក្លិននោះដោយបាននាំពួកគេទៅដល់ហ្វូងសត្វគោព្រៃទាំងនោះផងដែរពេលនោះ Bot បានដឹងថាហ្វូងសត្វគោព្រៃរបស់គាត់ត្រូវបានបាត់ហើយគាត់បានឲ្យការងារមួយទៀតទៅកាន់ Alo និង Spot ធ្វើដើម្បីជួយពួកគេក្នុងការតាមចាប់សត្វអ្វីម្យ៉ាងដែលបានលួចហ្វូងសត្វគោព្រៃរបស់គាត់បន្ទាប់មក Bot បានបញ្ជូន Alo ហើយនិង Spot នឹងទៅធ្វើជានុយ Alo និង Spot បានដើរលួចឡើងលើថ្មហើយ Alo ក៏បានព្យាយាមស្រែកក្រហមប៉ុន្តែមិនឮសូរសំឡេងគាត់ឡើយ Spot ឃើញបែបនោះក៏ទៅខាំជើងរបស់ Alo ដើម្បីឲ្យគាត់នឹងស្រែកក្រហមកាន់តែខ្លាំងហើយសំឡេងរបស់គាត់បានលើទៅដល់សត្វមួយក្រុមដែលកំពុងចាំប្រមាញ់សត្វគោព្រៃនិងបានរត់មករកពួកគេទាំងពីរដែលទាំងនោះគឺជាប្រភេទសត្វ Dinosaur Velociraptor ហើយពួកវាត្រៀមនឹងវាយប្រហារ Alo ទៅហើយ Bot និងកូនរបស់គាត់ក៏បានលោតចូលទៅជួយសង្គ្រោះពួកគេហើយចាប់ក្រវែងសត្វ Dinosaur Velociraptor នោះឲ្យចេញទៅហើយហ្វូងសត្វគោព្រៃទាំងអស់ក៏ចាប់ផ្ដើមផ្អើលនិងបានរត់សម្រុកទៅមុខពេលនោះយើងឃើញថា Alo ក៏ត្រូវបានវាយប្រហារដោយសត្វ Dinosaur Velociraptor មួយក្បាលហើយគ្នាវាផ្សេងទៀតកំពុងដេញវាយប្រហារក្រុមរបស់ Bot តែកំពុងដេញគៀងសត្វគោព្រៃរបស់គាត់ហើយ Alo ក៏បានរត់គេចចូលទៅក្នុងហ្វូងសត្វទាំងនោះដែលធ្វើឲ្យគាត់ភ័យខ្លាចយ៉ាងខ្លាំង Alo និង Spot ក៏បានលាក់ខ្លួននៅពីក្រោយថ្មហើយ Bot ក៏ត្រូវបានក្រុមសត្វ Velociraptor នោះវាយប្រហារធ្វើឲ្យគាត់ដួលទៅនឹងដីនៅពេលដែល Alo ឃើញបែបនោះក៏បានតាំងចិត្តដើម្បីចូលទៅជួយគាត់ហើយ Alo បានរត់ទៅជួលសត្វ Dinosaur Velociraptor នោះឲ្យខ្ទាតចេញពីលើខ្លួនរបស់ Bot ហើយ Bot ក៏បានខាំក្រវែងបោះពួកវាឲ្យទៅឆ្ងាយហើយគ្នារបស់វាផ្សេងទៀតក៏បានភ័យនិងបានរត់ចាយជើងគ្នាអស់ទៅហើយ Bot និងកូនរបស់គាត់ក៏បានស្រែកក្រហមយ៉ាងខ្លាំងដាក់ពួកវាបន្ថែមទៀតហើយ Ramsey ក៏បានកេះឲ្យ Alo នឹងស្រែកជាមួយគ្នាផងដែរយប់ឡើងយើងឃើញថាពួកគេបានអង្គុយជុំគ្នាហើយ Nash ក៏បានប្រើសត្វ Harmonica ដើម្បីមកផ្លុំធ្វើជាភ្លេងហើយគាត់ក៏ចូលចិត្ត Spot ផងដែរពេលនោះ Nash បាននិយាយថាតើ Alo មានចំណាប់អារម្មណ៍ក្នុងការដូរ Spot ជាមួយសត្វ Harmonica នេះដែរឬទេតែ Alo និយាយថាគាត់មិនបានចាត់ទុកជា Spot ជាសត្វចិញ្ចឹមនោះទេប៉ុន្តែគឺជាមិត្តហើយបញ្ជាក់យ៉ាងច្បាស់ថា Spot មិនមែនសម្រាប់លក់ឬជួញដូរនោះទេបន្ទាប់មក Nash បានដាក់ជើងរបស់គាត់នៅក្នុងភ្លើងហើយបញ្យល់ថាជើងរបស់គាត់ត្រូវបានរងរបួសដល់កម្រិតដែលគាត់មិនមានអារម្មណ៍ឈឺអ្វីទាំងអស់នៅលើវាបន្ទាប់មកទៀតបងប្អូនពួកគេទាំងពីរក៏បានទទូចឲ្យ Bot ដែលជាឪពុករបស់គាត់នឹងប្រាប់ពីរឿងរ៉ាវដែលគាត់មានស្នាមរបួសនៅលើផ្ទៃមុខរបស់គាត់ Bot បញ្យល់ថាគាត់បានជួបនឹងក្រពើព្រៃដ៏កាចសាហាវបំផុតកាលពីសម័យនោះហើយក្រពើនោះបានវាយប្រហារគាត់ពេលដែលគាត់ទៅដល់បឹងដើម្បីផឹកទឹកសត្វក្រពើនោះក៏បានលោតមកខាំមុខរបស់គាត់ទោះបីជាគាត់មានរបួសនៅលើផ្ទៃមុខរបស់គាត់ក៏ដោយក៏គាត់អាចបង្វែរស្ថានភាពមកវិញនៅបានធ្វើការវាយប្រហារធ្វើឲ្យសត្វក្រពើនោះរត់បាត់ទៅនៅថ្ងៃបន្ទាប់ Alo បានបន្តដំណើរជាមួយក្រុមគ្រួសាររបស់ Bot និងហ្វូងសត្វគោព្រៃហើយ Bot បានលើកទឹកចិត្តឲ្យ Alo បង្ហាញភាពក្លាហានរបស់គាត់និងដឹកនាំសត្វទាំងនោះឲ្យវារត់តាមទិសដៅត្រឹមត្រូវហើយ Alo បានរត់ទៅបុកហ្វូងសត្វគោព្រៃដើម្បីដឹកនាំពួកវាឲ្យទៅផ្លូវដែលពួកគេត្រូវដើរ Bot បានឃើញថាពួកគេបានជិតទៅដល់កន្លែងដែលពួកគេត្រូវទៅហើយពួកគេទាំងអស់គ្នាក៏អាចមើលឃើញភ្នំតកកទៀតផង Bot ប្រាប់ Alo ថានេះគឺជាផ្លូវដែលគាត់ត្រូវដើរដើម្បីទៅដល់ទន្លេហើយពួកគេនឹងត្រូវបែកផ្លូវគ្នាត្រឹមនេះបន្ទាប់ពីបានចាក់ចេញឆ្ងាយបន្តិច Alo និង Spot រីករាយយ៉ាងខ្លាំងនៅពេលដែលពួកគេបានរកឃើញដងទន្លេហើយពួកគេបានឈប់នៅពេលដែល Spot បានឮសំឡេងលូពីចម្ងាយរបស់នរណាម្នាក់ហើយពួកគេទាំងពីរនាក់ក៏បានសម្លឹងមើលមុខគ្នាទៅវិញទៅមកផងដែរ Spot ក៏ចង់ដើរទៅរកម្ចាស់សំឡេងនោះដោយមិនដឹងថាមានរឿងអ្វីកើតឡើងឡើយប៉ុន្តែ Alo បានបញ្ឈប់គាត់និងបានចាប់គាត់មកដាក់លើខ្នងវិញពួកគេទាំងពីរនាក់ក៏បានបន្តដំណើរទៅមុខទៀតនិងព្យាយាមដើរតាមជំហានភ្នំម្ដងដោយសារតែមានព្យុះកំពុងមកដល់ Alo ក៏បានបាត់បង់ម្ចាស់ការលើខ្លួនឯងនិងមានភាពភ័យខ្លាចនៅពេលដែលគាត់បានឃើញផ្នែកបន្ទោនៅលើមេឃខណៈពេលដែល Alo កំពុងឈររេរានោះក្រុមសត្វ Pterodactyl ក៏បានលេចមកឡើងនៅលើមេឃហើយពួកគេក៏បានហោះឆ្វែជុំវិញ Alo ហើយនិង Spot រំពេចនោះសត្វ Pterodactyl មួយក្បាលក៏បានហោះមកវាយប្រហារ Alo និងធ្វើឲ្យគាត់មានភាពស្រឡាំងកាំងមួយស្របកហើយក្រុមសត្វ Pterodactyl បានរៀបចំផែនការបន្ទាប់របស់ពួកគេដោយពួកវាទាំងអស់គ្នាក៏បានធ្វើការវាយប្រហារ Alo ក្នុងពេលតែមួយនិងព្យាយាមចាប់យក Spot ពី Alo ទៅដោយ Alo មិនអាចតស៊ូបានជាមួយពួកវា Spot ក៏ត្រូវបានចាប់យកទៅហើយពួកវាបានរុញ Alo ឲ្យធ្លាក់ពីជម្រាលភ្នំផងដែរពេលដែលធ្លាក់មកខាងក្រោម Alo ជាប់ជាមួយនឹងវល្លិហើយព្យា
យាមរើបំរាស់ចេញពីទីនោះនៅពេលដែលអាឡូរើខ្លាំងពេកថ្មមួយដុំដែលជាប់នឹងវ៉នោះក៏បានផ្លាត់មកចំក្បាលរបស់គាត់ហើយធ្វើឲ្យគាត់បានឃើញរូបភាពឪពុករបស់គាត់ដែលបានស្លាប់ទៅនិងកំពុងមកជួយអាឡូឲ្យរួចខ្លួនចេញហើយពេលពួកគេទាំងពីរនាក់ចាប់ផ្ដើមដើរជាមួយគ្នាពេលនោះអាឡូបានងាកឃើញភ្នែកបន្ទោនៅលើមេឃហើយសម្រេចចិត្តនិយាយថាគាត់សុំទោសឪពុករបស់គាត់ព្រោះគាត់គិតថាគាត់ជាអ្នកធ្វើឲ្យឪពុករបស់គាត់បានស្លាប់ចាប់ពីពេលនេះតទៅគាត់នឹងមិនខ្លាចទៀតនោះទេហើយ Henry ងាកមកនិយាយថាការស្លាប់របស់គាត់គឺជាកំហុសរបស់គាត់និងមិនពាក់ព័ន្ធជាមួយអាឡូឡើយគាត់បាននិយាយទៅកាន់អាឡូនិងបានលើកទឹកចិត្តថាអាឡូគឺជា Dinosaur ដែលខ្លាំងជាងនរណាទាំងអស់ដែលគាត់បានធ្លាប់ស្គាល់ហើយពេលនោះធ្វើឲ្យអាឡូបានភ្ញាក់ពីការស្រមៃរបស់គាត់ហើយព្យាយាមរើឲ្យរួចចេញពីវល្លិនិងបានរត់សម្ដៅទៅរកភ្នំដែល Spot ត្រូវបានគេចាប់យកទៅទោះបីជាមានភ្នែកបន្ទោលនិងរន្ទះបាញ់ខ្លាំងប៉ុណ្ណាក៏ដោយក៏អាឡូមិនខ្លាចទៀតនោះដែរហើយបន្តរត់ទៅមុខទៀតពេលដែលគាត់កំពុងរត់នោះអាឡូព្យាយាមធ្វើសំឡេងលូដោយ Spot ដែរព្រោះថាធ្វើបែបនេះប្រហែលជាគាត់អាចតាក់ទងគ្នាបានពេលនោះពិតជាសំណាងល្អមែនទែនដែលគាត់ឮសំឡេង Spot លូត្រឡប់មកវិញហើយអាឡូក៏បានរក Spot ឃើញដែលត្រូវបានឡោមព័ទ្ធដោយក្រុមសត្វ Pterodactyl អាឡូប្រញាប់ប្រញាល់នឹងបានបើកការវាយប្រហារទៅកាន់ពួកវាយ៉ាងខ្លាំងប៉ុន្តែបន្ទាប់មកសត្វ Pterodactyl ទាំងអស់ក៏បានវាយប្រហារត្រឡប់មកគាត់វិញហើយសត្វ Pterodactyl ពីរក្បាលបានចាប់លើកអាឡូមកខាងលើប៉ុន្តែអាឡូឃើញ Spot ត្រូវបានសត្វទាំងនោះវាយប្រហារក៏ធ្វើឲ្យគាត់ប្រឹងប្រែងយ៉ាងខ្លាំងនិងបានរើរួចចេញពីការចាប់របស់ពួកវាអាឡូបានប្រើកន្ទុយរបស់គាត់ដើម្បីវាយបំបាក់ដើមឈើឲ្យដួលហើយបានសង្កត់ទៅលើសត្វ Pterodactyl នោះក្នុងពេលជាមួយគ្នានោះ Spot បានលោតទៅខាំស្លាបរបស់ Sander Club ដែលជាមេដឹកនាំរបស់ពួកវាហើយធ្វើឲ្យស្លាបរបស់វារហែកផងដែរបន្ទាប់មកវាព្យាយាមហោះរត់គេចប៉ុន្តែអាឡូបានចាប់ខាំមេឈើធំមួយនិងបានបោះវាទៅលើអាកាសហើយត្រូវវាតែម្ដងធ្វើឲ្យ Sander Club ដែលជាមេដឹកនាំរបស់សត្វ Pterodactyl នោះបានធ្លាក់ចុះមកខាងក្រោមប៉ុន្តែបញ្ហាមួយទៀតក៏បានមកដល់គឺទឹកទន្លេកំពុងហូរមកកាន់តែច្រើនធ្វើឲ្យអាឡូមានការភ័យខ្លាចផងដែរប៉ុន្តែគាត់បានគ្រប់គ្រងខ្លួនឯងឡើងមកវិញនិងហើយសម្រេចចិត្តលោតទៅជួយសង្គ្រោះ Spot ហើយទឹកក៏បានបក់បោកពួកគេទាំងពីរនាក់យ៉ាងខ្លាំងអាឡូបានឃើញថា Spot កំពុងសន្លប់នៅលើគល់ឈើមួយហើយដឹងថាគាត់គួរតែត្រូវធ្វើអ្វីម្យ៉ាងដើម្បីជួយសង្គ្រោះ Spot គាត់ហែទៅរក Spot ហើយចាប់គាត់ជាប់មុនពេលដែលចរន្តទឹកហូរនាំពួកគេទាំងពីរនាក់ឲ្យធ្លាក់ពីលើជ្រោះសំណាងល្អមែនទែនដែលពួកគេទាំងពីរនាក់មិនបានរងរបួសធ្ងន់ធ្ងរនោះទេអាឡូក៏បានខាំ Spot ចេញពីទឹកនិងឡើងមកលើគោកនៅព្រឹកបន្ទាប់អាកាសធាតុក៏ប្រសើរឡើងវិញហើយអាឡូក៏ធ្វើដំណើរជិតដល់ផ្ទះរបស់គាត់ផងដែរប៉ុន្តែពួកគេឈប់ដោយសារតែបានឃើញក្រុមមនុស្សដូចជា Spot បានលេចមុខមកម្ដងទៀតបន្ទាប់ក្រោយមកពួកគេបានឃើញថានោះគឺជាក្រុមគ្រួសារដែលមានមនុស្សពេញវ័យ2នាក់និងកូនតូច2នាក់ Spot ចាប់អារម្មណ៍ជាខ្លាំងនិងបានដើរទៅរកពួកគេឲ្យជិតជាងនេះបន្តិចហើយបុរសម្នាក់ដែលជាមនុស្សព្រៃព្យាយាមហិត Spot ប៉ុន្តែ Spot បានដើរថយក្រោយបន្ទាប់ពីពួកគេហិតគ្នាទៅវិញទៅមករួចត្រីម្នាក់បានដើរទៅរក Spot នាងបានដាក់ដៃរបស់នាងនៅលើមុខរបស់គាត់ដើម្បីលួងលោមគាត់ធ្វើឲ្យ Spot មានអារម្មណ៍ថាកក់ក្ដៅប្រៀបបានដូចជាម្ដាយរបស់គាត់អញ្ចឹងបន្ទាប់មកក្មេងពីរនាក់នោះបានដើរទៅរក Spot ហើយពួកគេក៏បានលេងជាមួយគ្នាពួកគេទាំងអស់គ្នាមានអារម្មណ៍ថាចូលចិត្តគ្នាទៅវិញទៅមកហើយបុរសនោះបានយក Spot មកដាក់លើផ្លូវរបស់គាត់ផងដែរនៅពេលដែលអាឡូបានឃើញទស្សនវិជ្ជាទាំងអស់នេះកើតឡើងចំពោះមុខរបស់គាត់ដឹងថានេះហើយគឺជាគ្រួសារដែល Spot គួរតែរស់នៅជាមួយ Spot បានដើរត្រឡប់មករកអាឡូវិញហើយបានឡើងលើខ្នងរបស់គាត់ប៉ុន្តែអាឡូបានដាក់ Spot ចុះនិងបានរុញគាត់ទៅរកគ្រួសារនោះវិញ Spot បានដើរទៅរកអាឡូម្ដងទៀតប៉ុន្តែអាឡូនៅតែរុញ Spot ឲ្យត្រឡប់មកវិញដើម្បីធ្វើឲ្យគាត់យល់ពីមូលហេតុដែលគាត់ធ្វើបែបនេះអាឡូបានគូររង្វង់ជុំវិញមនុស្សទាំងនោះនេះមានន័យថាពួកគេអាចរស់នៅជាមួយគ្នាបានហើយ Spot ក៏អាចមានគ្រួសារថ្មីផងដែរ Spot បានយល់ពីអ្វីៗដែលអាឡូបានព្យាយាមប្រាប់គាត់ហើយពួកគេទាំងពីរក៏បានអោបគ្នា Spot បន្តទៅរកជីវិតថ្មីជាមួយគ្រួសាររបស់គាត់ខណៈពេលដែលអាឡូក៏ចាប់ផ្ដើមដើរត្រឡប់ទៅផ្ទះរបស់គាត់វិញនៅទីបំផុតអាឡូបានជួបជាមួយម្ដាយនិងគ្រួសាររបស់គាត់វិញហើយពួកគេទាំងអស់គ្នាក៏បានអោបគ្នាដោយក្តីនឹករលឹកបន្ទាប់ពីអ្វីៗដែលអាឡូបានឆ្លងកាត់គាត់មានភាពក្លាហានហើយគាត់មានសិទ្ធិដាក់សញ្ញាសម្គាល់របស់គាត់នៅលើស៊ីឡូផងដែរចុងក្រោយធ្វើឲ្យគ្រួសាររបស់គាត់និងគាត់ខ្លួនឯងមានមោទនភាពយ៉ាងខ្លាំងហើយសាច់រឿងរបស់យើងក៏បានកាត់ចប់តែត្រឹមនេះដែរអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានចំណាយពេលវេលាក្នុងការស្ដាប់ការសម្រាយរឿងរបស់ Admin រឿងមួយនេះ Admin ពិតជាចូលចិត្តខ្លាំងមែនទែនព្រោះវាបានផ្ដល់តម្លៃអប់រំមួយចំនួនមកកាន់យើងផងដែរដូចជាការយកឈ្នះលើភាពភ័យខ្លាចសារៈសំខាន់នៃគ្រួសាររបស់គាត់មិត្តភាពនិងការផ្សារភ្ជាប់ទំនាក់ទំនងនិងការតស៊ូគ្រប់ឧបសគ្គរបស់តួអង្គរបស់យើងផងដែរអញ្ចឹងបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះកុំភ្លេចចុច like និង Subscribe ម្នាក់មួយផងហើយបើគិតថាការសម្រាយរឿងរបស់ Admin នឹងយ៉ាងម៉េចដែរហ្នឹងកុំភ្លេច comment ម្នាក់មួយផងអរគុណច្រើន
ជួបគ្នានៅវីដេអូក្រោយបាយបាយ